គឺជាដំណើរការដែលចេញពីការប្រកួតបាទរបស់ព្រះខ័នរាជស្វារៀងទល់ជាមួយនឹង Manila Tiger ដែលមុននេះបន្តិចបងប្អូនបានដឹងហើយអំពីការសម្ភាសរបស់បាទញៀនសុកស៊ីដានក្រោយពីបញ្ចប់ការប្រកួតអ្វីដែលគូឲ្យចាប់អារម្មណ៍អ្វីដែលគូឲ្យភ្ញាក់ផ្អើលគឺស៊ីដានបាននិយាយថានេះគឺជាផែនការរបស់លោកម៉ាត់កុងគីដែលចង់ជួបជាមួយនឹងភ្នំពេញក្រោននៅវគ្គ8ក្រុមចុងក្រោយដូច្នេះយើងនឹងបានឃើញការប្រកួតរបស់ក្រុមទាំងពីរនៅក្នុងបាទវគ្គ8ក្រុមចុងក្រោយតែម្ដងឥឡូវនេះយើងមកទស្សនាការប្រកួតបាទគេហៅថាបាទដល់ស្វិតស្វាញបាទការពីមុននេះបន្តិចអានេះគឺជាវីដេអូ highlight បាទអំពីការទាត់បាល់បាទសម្ដៅទៅលើទីរបស់ក្រុមភ្ញៀវបាទទាត់ហើយទាត់ទៀតទាត់ហើយទាត់ទៀតមកមិនអស់ចិត្តបាទហ្គៃថ្ងៃនេះមិនមានឱកាសមិនមានចំណាំងនៅក្នុងការរកបាន hat-trick បាទស្របពេលដែលបាទនីស៊ីអូកាក៏ព្យាយាមនៅក្នុងការទាត់សម្ដៅទីហើយទីបំផុតបាទគឺការព្យាយាមរបស់ពួកគេបាទពីមួយលើកទៅមួយសាបាទមួយសាទៀតបាទនៅក្នុងការរកគ្រាប់បាល់ការប៉ុនប៉ងបាទហើយបើយើងមើលពីការបាទសុទ្ធបញ្ចូលទីក៏ដូចជាការបាទប៉ុនប៉ងបាទរបស់បាទម៉ានីឡាបាទគឺបាទពិតជាច្រើនលើកច្រើនសារមែនតើបាទបើសិនជាមិនមានវីរៈតារាទេបាទគឺអាចនឹងរបូត3ទៅ4គ្រាប់បាត់ទៅហើយបាទនៅក្នុងបាទវគ្គទី1នេះបាទហើយទីបំផុតបាទក៏ Manila Tiger បាទអាចបំបែកបាទពងមុនដូចជាសំណាញ់ទីតាមរយៈបាទការពារ plot ស្នៀតរបស់ Haris បាទ Hamuti បាទនៅថ្ងៃនេះ Haris Hamuti បាទបំពេញតួនាទីមិនហាក់ដូចជាមិនសូវជាបានល្អប៉ុន្តែយ៉ាងណាក៏ដោយ Hamuti ក៏បាទនៅតែបាទលេងក្នុងនាមជាខ្សែការពារកណ្ដាលរបស់ភ្នំពេញក្រៅរបស់បាទព្រះខ័នរាជស្វារៀងដើម្បីបាទប្រកួតជាមួយនឹងបាទ Manila បានជាបន្តបាទក៏បានកែប្រែស្ថានភាពខ្លះមួយចំនួនtrongការប្រកួតវគ្គទី1គឺ Manila Tiger 1ព្រះខ័នរាជស្វារៀង0ដូចឈានចូលមកដល់វគ្គទី2ការប្រកួតកាន់តែជក់ចិត្តដើមវគ្គទី2ខ្វាមេប្រេប្រាទាត់បាល់បញ្ចូលទីយ៉ាងល្អតែម្ដងនៅនាទីទី47ធ្វើឲ្យព្រះខ័នរាជស្វារៀងតាមស្មើពីក្រោយ Manila Tiger ដោយលទ្ធផល1-1ការទាត់បាល់មួយជើងនេះមកគឺពិតជាស្រួចលឿនមែនតើជួយឲ្យព្រះខ័នរាជស្វារៀងតាមស្មើប៉ុន្តែការតាមស្មើរបស់ព្រះខ័នរាជស្វារៀងក៏មិនយូរប៉ុន្មាន Manila Tiger ក៏បន្ថែមគ្រាប់បាល់នាំមុខសារជាថ្មីម្ដងទៀតតាមរយៈការទាត់បញ្ចូលទីរបស់ Pa Usman Gai សារជាថ្មីម្ដងទៀតជួយឲ្យ Manila Tiger នាំមុខ2-1យ៉ាងណាក៏ដោយព្រះខ័នរាជស្វារៀងមានឱកាសបាទសម្រុកច្រើនលើកច្រើនសារ Patrick Robson បាទព្យាយាមសុទ្ធមួយជើងកន្លែងនេះបាទផុតអ្នកចាំទីទៅហើយនៅឡើយសល់ខ្សែការពារនៅពីខាងក្រោយព្យាយាមឲ្យម្ដងទៀតម្ដងទៀតពីសំណាក់បាទព្រះខ័នរាជស្វារៀងប៉ុន្តែមិនមានសំណាងទេបាទនៅក្នុងការរកគ្រាប់បាល់តាមស្មើប៉ុន្តែការប្រកួតមួយនេះឃើញថាព្រះខ័នរាជស្វារៀងពិតជាចាយកម្លាំងខ្លាំងមែនទែនហើយទីបំផុតបាទព្រះខ័នរាជស្វារៀងក៏មានឱកាសតាមស្មើមកវិញតាមរយៈការសុទ្ធបញ្ចូលទីបានយ៉ាងល្អតែម្ដងរបស់ខ្សែប្រយុទ្ធញៀនសុកស៊ីដានដោយកន្លែងនេះគឺជាកន្លែងរបស់ញៀនសុកស៊ីដាននៅក្នុងការរកគ្រាប់បាល់គ្រប់ការប្រកួតដែលគេសុទ្ធនៅដំបូលបាទគេហៅថាអ្នកចាំទីតែម្ដងលទ្ធផល2-2ក៏បានបន្តរហូតដល់ចប់ការប្រកួតមិនមានគ្រាប់បាល់កាត់ឡើងទៀតទេសម្រាប់បាទក្រុមទាំងពីរដែលលទ្ធផលគឺបានផ្ដល់ពិន្ទុឲ្យក្រុមទាំងពីរម្នាក់1ពិន្ទុព្រះខ័នរាជស្វារៀង1ពិន្ទុ Manila Tiger 1ពិន្ទុដោយសរុបសម្រាប់ការប្រកួតទាំង3ប្រកួតគឺព្រះខ័នរាជស្វារៀងឈរនៅកំពូលតារាងមាន7ពិន្ទុ